Hello Hello សួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំមកប្រៀនអ្នកគ្នាអំពីរបៀបធ្វើទឹកចំនួនចឹងយើងចុចទៅអ្នកគ្នាមិនដំបូងយើងចុចទៅលើពាក្យថា menu tray 3ហ្នឹងណាអ្នកគ្នាតមកអ្នកគ្នាចុចពាក្យថា props ក៏បានថា relativity ក៏បានដែរតែខ្ញុំចុចពាក្យ props ហើយតមកយើងមើលពាក្យនេះអ្នកគ្នាយើងចុចអាកន្លែង p prop ពីស្គីនអ្នកគ្នាមើលតាមហ្នឹងទៅហើយអ្នកគ្នាចុចពាក្យថា floor ឈប់អ្នកគ្នាចុចពាក្យថា floor នេះ floor នេះអ្នកគ្នាឃើញ floor ហ្នឹងហើយអ្នកគ្នាធ្វើមិនបានដែរជប់ខ្ញុំមកវាខិតមកខាងនេះខ្លះអ្នកគ្នាឃើញពាក្យ floor អ្នកគ្នាចុចពាក្យ floor ទៅហើយអ្នកគ្នាខិតវាមកខាងណាក៏បានដែរខ្ញុំខិតមកខាងខ្លះទៅអូខេខ្ញុំខិតវាមកខាងក្រោយតិចទៅហើយអ្នកគ្នាឃើញ floor ហ្នឹងវាប៉ុណ្្នឹងហើយប៉ុន្តែយើងត្រូវធ្វើម៉េចយើងដកគ្រីសនេះអ្នកគ្នាខ្ញុំដកគ្រីសនេះចេញមកពេលយើងដកគ្រីស class ហ្នឹងចេញទៅយើងអាចដើរនៅលើហ្នឹងបានដែរមិនចាំគិតអីច្រើននេះអញ្ចឹងយើងចាំដល់នេះមកយើងចុចអត់ច្រឡំអ្នកគ្នាចុចនេះហើយចុច set box សិន set box យើងអាហ្នឹងមានថាយើងចុចធ្វើម៉េចឲ្យវាវែងណាអ្នកគ្នាបើអ្នកគ្នាចុចគុណ5ហត់តល្អគុណ5វាលឿនណាខ្ញុំចុចចប់រហូតនេះមិនដឹងឲ្យវាពេញពីដៃខ្ញុំមកជីយើងចុចរហូតដល់អ្នកគ្នាអូខេយើងចុចទៅយើងហោះមើលផងអ្នកគ្នាគីឡូវាដល់ណាដល់នេះបាត់ឈប់មើលសិនអ្នកគ្នាវាដល់ណាហើយអូចុចហួរមកត្រូវអ្នកគ្នាបានហើយយើងចុចវាយបូកហ្នឹងទឹកចំនួនហ្នឹងយើងចង់បានកម្ពស់ម៉ានអ្នកគ្នាចាំបានកម្ពស់ម៉ានអ្នកគ្នាវាយប៉ុណ្ណឹងទៅយើងដាក់វាយបូកវាលេខសពុតខ្ញុំអញ្ចឹងដាក់វាយដករបស់ខ្ញុំខែប៉ុណ្ណឹងហើយយើងចុចសិតបូកឲ្យវាវែងហ្មងអ្នកគ្នាឲ្យវាហិចធំទៀតអ្នកគ្នាយើងចុចបុកឲ្យយើងដើរទៅអ្នកគ្នាខាងណាដែលវានេះវាជាងអ្នកគ្នា Oh my god យើងចុចថែមអ្នកគ្នាដើម្បីយើងចង់ឲ្យបានធំណាអ្នកគ្នាទៅចុចថែមទៅ Oh my god ចុចអត់ចុចអ្នកគ្នាចុចសុទ្ធដល់បូកអ្នកគ្នាខ្ញុំច្រឡំចុចអា color នេះអ្នកគ្នាពេលចឹងទៅវាមិនមកនេះបងអ្នកគ្នាខ្ញុំច្រឡំចុចអ្នកគ្នាពេលចុចទៅវាមិនកន្លាប់ចាក់ចាខ្ញុំធ្វើឲ្យវាកុំឲ្យវាកន្លាប់ចាក់ទៅមកខ្ញុំចុចអុចបោករហូតឲ្យវាវែងណាតែមកយើងដោពណ៌វាអត់ចុចអ្នកគ្នាក្នុងពណ៌មនុស្សទេយើងដូរ color របស់color របស់ទឹកហ្នឹងណាគ្នាបុកងាប់ងាប់បាត់ហើយណាគ្នាបើចាំសម្ពោធអីទេណាគ្នាអើយងាប់បាត់ហើយហ្នឹងឡានបុកងាប់បាត់ហើយណាគ្នាបើសម្ពោធទេចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេណាគ្នាកុំភ្លេចជួយ like subscribe ផងងាប់បាត់ហើយណាគ្នាបាត់ចាំសម្ពោធអីទេ